យន្តហោះចម្បាំង J11 ដ៏ខ្លាំងក្លារបស់ចិនជំរាបសួរប្រិយមិត្តខ្មែរ Today ជាទីមេត្រីថ្ងៃនេះយើងងាកមកមើលយន្តហោះចម្បាំងចិនមួយប្រភេទនេះវិញម្ដងស្របពេលដែលពិភពលោកកំពុងតែរង្គោះរង្គើដោយសារតែសង្គ្រាមនិងមានអាវុធខ្លាំងទើបមានសន្តិភាពដូចជាសម្ដីបរិះខ្លាំងកូរ៉េខាងជើងលោកគីមចុងអ៊ុនបាននិយាយថាបើយើងមានអាវុធខ្លាំងក្នុងដៃនោះទើបមានសន្តិភាពកូរ៉េខាងជើងសពថ្ងៃបើគ្មានអាវុធនុយក្លេអ៊ែរក្នុងដៃនោះទេម៉ាឡេស៊ីនឹងមានវាសនាដូចជាអ៊ុយក្រែនឬក៏វេណេស៊ុយឡាហើយប្រទេសខ្មែរយើងបើមានយន្តហោះចម្បាំងទំនើបថៃក៏មិនហ៊ានឈ្លានពានយើងដែរ J11 ត្រូវបានផលិតក្នុងឆ្នាំ1998ជាយន្តហោះចម្បាំងចំនួនទី4ដែលក្រុម NATO ហៅវាថា Flanker B តាមពិតទៅយន្តហោះចម្បាំងមួយនេះគឺចិនទទួលបានបច្ចេកវិទ្យាពីយន្តហោះចម្បាំង Su-27 SK រុស្ស៊ីនឹងចិនបានដកពិសោធន៍ពីសង្គ្រាមនៅវៀតណាមបូកផ្សំជាមួយនឹងបច្ចេកវិទ្យាថ្មីដែលចិនបានរកឃើញនោះបានបង្កើនសមត្ថភាព J11 ឲ្យកាន់តែខ្លាំងទ្វេដងយន្តហោះចម្បាំង J11 មានបណ្ដោយប្រវែង 21.9 ម៉ែត្រស្លាបប្រវែង 14.7 ម៉ែត្រកម្ពស់ 5.92 ម៉ែត្រនិងមានទម្ងន់សរុប 33,000 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនចំនួន2សៀនយ៉ាង WS-10A ដែលអាចហោះក្នុងល្បឿន 2,500 គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសម្លេង 2.5 ដងហោះបានចម្ងាយ 3,530 គីឡូម៉ែត្រអាចហោះក្នុងរយៈកម្ពស់ 18,500 ម៉ែត្រJ11បំពាក់ទៅដោយសព្វាវុធមានដូចជាកាំភ្លើងយួន 30 មីលីម៉ែត្រមួយដើមបំពង់សម្រាប់បាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបមីស៊ីល PL12 PL9 PL8 និង PL15 ជាមីស៊ីលរយៈចម្ងាយឆ្ងាយដោយអាចបាញ់បានចម្ងាយ 145 គីឡូម៉ែត្រទៅ 200 គីឡូម៉ែត្រមានល្បឿនលឿនជាងសម្លេង 5 ដងមីស៊ីលប្រភេទនេះធ្លាប់ត្រូវបានប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាកាលពីឆ្នាំ 2025 កន្លងទៅនិងមីស៊ីល R77 R27 និង R73 គ្រាប់បែកទម្លាក់ពីអាកាសមកដីទាំងគ្រាប់បែកនាំផ្លូវនិងមិននាំផ្លូវរួមទាំងគ្រាប់បែកចង្កោមចំពោះការបំពាក់បច្ចេកវិទ្យារបស់វាមានដូចជាប្រព័ន្ធរ៉ាដាប្រភេទ TAP 1193អាចចាប់សញ្ញាបានចម្ងាយ 150 គីឡូម៉ែត្រនិងអាចចាប់យកគោលដៅបាន 20 គោលដៅអាចបើកការវាយប្រហារទៅកាន់សត្រូវចំនួន 6 គោលដៅក្នុងពេលតែមួយវាមានប្រព័ន្ធ jamming និងប្រព័ន្ធសម្រាប់ប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកប្រព័ន្ធកំណត់គោលដៅនៃការបាញ់មីស៊ីលឬក៏ទម្លាក់គ្រាប់បែកជាដើមសប្តាហ៍យន្តហោះចម្បាំងប្រភេទនេះមានច្រើនស៊េរីខុសគ្នានិងចិនផលិតវាបានចំនួន 440 គ្រឿងហើយក៏បានអភិវឌ្ឍវាទៅជាស៊េរីថ្មីមួយទៀតគឺសៀនយ៉ាង J16 ដ៏មានអានុភាពសម្រាប់ប្រយុទ្ធនឹង F16V របស់តៃវ៉ាន់